mìnhประกอบทาមានលុយមានឡានមានសេចក្តីសុខឯណាហើយក៏មិនប្រកបថាអត់លុយអត់ឡានមានសេចក្តីសុខណាហើយថ្ងៃនេះអត់មានមកវែកញែករឿងក្តីសុខកើតចេញពីលុយពីឡាននេះទេថ្ងៃនេះចង់មកនាំពុកម៉ែបងប្អូនឲ្យមកមើលផ្ទាំងទស្សនីយភាពបែបគេហៅថាចង្ការថ្នោតអ្នកឡើងថ្នោតជីវិតប្រចាំថ្ងៃគឺរស់នៅសាមញ្ញមែនតែនហើយនេះហើយគឺជាសេចក្តីសុខបែបជាលក្ខណៈគ្រួសារចឹងទៅពុកម៉ែបងប្អូនគ្នាហើយខ្ញុំឃើញទស្សនវិជ្ជាមានតាមថ្នោតមានខ្ទមចេះអូក៏នឹកឃើញការពីនៅក្មេងនៅតូចណាដែលធ្លាប់ហៅថាឪពុកជាអ្នកធ្វើខ្ទមឲ្យទៅចាំស្រែនិយាយទៅខាងស្រុកភូមិខ្ញុំគឺអ្នកស្រែប៉ុន្តែនៅខាងតាកែវនេះគឺគេធ្វើខ្ទមដើម្បីចាំថ្នោតធ្វើស្ករធ្វើអីហ្នឹងអញ្ចឹងទៅគេបង្កើតមុខរបរមួយជាអ្នកឡើងថ្នោតមានលក់ទឹកថ្នោតមានកោស្ករធម្មជាតិអីចឹងទៅណាបងប្អូននេះខ្ញុំឃើញទស្សនវិជ្ជានេះគឺថាខ្ញុំនឹកសំណោះមែនតែនការ10ឆ្នាំជាងមុនគឺថាបងប្អូនអើយគឺឃើញរោងខ្ទមចេះគឺថាមានសេចក្តីសុខមែនតែនទោះយើងអត់មានសម្ភារៈនិយមមែនអត់មានម៉ូតូមានឡានទេកាលនឹងមានកង់មួយគ្រាន់ជិះទៅស្រែចាំស្រូវអូយជាមួយខ្យល់ធម្មជាតិបក់មកល្វិចគឺថាសប្បាយចិត្តជាក្រៃលែងហើយថ្ងៃនេះគឺថាជិះម៉ូតូមកឃើញផ្ទាំងទស្សនីយភាពមានខ្ទមមានថ្នោតមានផ្លែថ្នោតមានទឹកថ្នោតចេះគឺថានឹករលឹកការ10ឆ្នាំមុនខ្លាំងមែនតែនបងប្អូនហើយនេះគឺជាសេចក្តីសុខបែបគ្រួសារដែលគាត់ជាអ្នកឡើងថ្នោតបង្កើតមុខរបរមួយសាមញ្ញអាចរកចំណូលចំជីវិតបាននៅតាមជនបទគឺថាសេចក្តីសុខមែនតែនអញ្ចឹងមកថាសេចក្តីសុខខ្លះមិនបាច់ចាំមានលុយមានឡានច្រើនពេកទេត្រឹមតែប៉ុណ្្នឹងគឺអូខេហើយអញ្ចឹងវីដេអូថ្ងៃនេះគឺមានប៉ុណ្្នឹងបងប្អូនគ្នាអរគុណបាយបាយ